នៅពេលដែលទីធ្លានេះត្រូវបានរៀបចំរួចរាល់យើងអាចដាំការមួយចំនួននៅតាមជញ្ជាំងបានដល់ពេលនោះទីធ្លានេះនឹងក្លាយជាសួនច្បារតូចមួយនៅពេលដែលទំនេរខ្ញុំអាចអង្គុយផឹកតែហាលថ្ងៃនិងអានសៀវភៅនៅទីនេះបែបនេះគឺល្អខ្លាំងណាស់មេក្រុម100គ្រួសារវាសម្រាប់ទៅមេក្រុម100គ្រួសារទប់ឲ្យជាប់ទឹកទី1លូតាជន់ជាអ្នកឈ្នះចាប់ផ្ដើមសៀវច័ន្ទលើកនេះខ្លាំងជាងពេលមុនឆ្ងាយណាស់ពិតមែនហើយខ្ញុំមានអារម្មណ៍ថារាល់ក្បាច់របស់គាត់គឺពោពេញទៅដោយកម្លាំងរបស់គាត់បានកើនឡើងហើយក្បាច់គុណរបស់សៀវច័ន្ទពិតជាគួរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងហើយកម្លាំងបែបនេះខ្លាចថានៅក្នុងជំរំទាំងមូលរកអ្នកមកប្រៀបមិនបានទេមិនបានជួបគ្នាត្រឹមតែ1ខែកម្លាំងរបស់គាត់បានកើនឡើងយ៉ាងខ្លាំងបែបនេះតើគាត់បានលួចហាត់ក្បាច់ពិសេសអ្វីខ្លះទៅឬមួយក៏គាត់បានលួចផឹកថ្នាំពៅកម្លាំងអ្វីមួយបើនៅតែបន្តបែបនេះទៀតនៅពេលចេញច្បាំងគាត់ប្រហែលជាអាចសម្លាប់សត្រូវដោយដៃទេបានយ៉ាងងាយអ្នកឈ្នះចុងក្រោយនៃការប្រកួតគឺមេក្រុម100គ្រួសារសៀវច័ន្ទយករបស់របរទាំងនេះត្រឡប់ទៅវិញទៅបើអាហឺបានឃើញនាងប្រកាសជាសប្បាយចិត្តមិនខានអូសៀវច័ន្ទត្រឡប់មកវិញហើយឬនេះឡើងបុណ្យស័ក្តិហើយមែនទេបាទថ្មីនេះនៅតាមព្រំដែនមានសន្តិភាពទេកុំបារម្ភអីនៅតាមព្រំដែនមានសន្តិភាពណាស់មានពួកយើងនៅទីនោះនឹងការពារគ្រប់គ្នាឲ្យមានសុវត្ថិភាពសៀវច័ន្ទឆាប់ចូលទៅសម្រាប់ទៅបងត្រឡប់មកវិញហើយឬមកដល់ល្មមខ្ញុំកំពុងតែធ្វើមេបន្តិចទៀតបានហូបហើយតើមានអ្វីឲ្យខ្ញុំជួយដែរទេជួយរៀបចានដាក់លើទៅមើលរបៀបធ្វើនេះទៅហាក់ដូចជាមានមុខម្ហូបថ្មីទៀតហើយរស់នៅមានន័យបែបនេះធ្វើឲ្យរាល់ថ្ងៃដែលសម្រាប់ពីការងារពោពេញទៅដោយការរំពឹងទុកតើនេះជាម្ហូបថ្មីអ្វីទៅវាគឺមីជ្រក់ស្ពៃជាមួយសាច់ចិញ្ច្រាំហុងអ៊ីងក៏ចង់ហូបដែរឬហូបទៅខ្ញុំមើលទៅក្មេងម្នាក់នេះហាក់ដូចជាចង់សាកអ្វីគ្រប់យ៉ាងតែម្ដងឆ្ងាញ់ណាស់រសជាតិប្លែកខ្លាំងណាស់ពិតជាឆ្ងាញ់មែនមិននឹកស្មានថាមីអាចធ្វើបែបនេះបានសោះឆ្លៀតពេលគ្រប់គ្នានៅទីនេះខ្ញុំចង់និយាយអំពីការជួសជុលទីធ្លាផ្ទះពេលរសៀលខ្ញុំបានពិភាក្សាជាមួយលោកគូសិនរួចរាល់ហើយតាមច្បាប់ទម្លាប់នឹងមិនមានអ្នកណានិយាយអាក្រក់បានឡើយជាងឈើក៏បានតាក់ទងរួចរាល់ដែរគឺសុទ្ធតែជាអ្នកមានជំនាញច្បាស់លាស់ចាម៉ែពួកយើងមិនមានយោបល់អ្វីទេតើម៉ែគិតថាចាប់ដើមនៅពេលណាដែរខ្ញុំគិតថាស្អែកនឹងចាប់ដើមតែម្ដងព្រោះអាកាសធាតុកាន់តែត្រជាក់ទៅហើយជួសជុលបានកាន់តែឆាប់កាន់តែល្អម៉ែថ្ងៃស្អែកខ្ញុំចង់នាំអាហឺទៅកម្មវិធីផ្ទះតាជន់មិនអីទេជាងគេធ្វើការរបស់គេមិនបាច់ឲ្យអញជួយទេតើមានមនុស្សម្ហូបបាយប្រហែលប៉ុន្មានអ្នកដែរពុករួមទាំងក្មេងផងប្រហែលជា20នាក់
អញ្ចឹងពេលរសៀលខ្ញុំនឹងឆ្លៀតពេលរៀបចំរបស់ខ្លះសម្រាប់យកទៅផ្ទះថ្មីរបស់គេកូនសម្លាញ់ហុងអុយយប់នេះកូនមកគេងជាមួយម៉ែវិញទៅ ហេតុអ្វីមិនឲ្យកូនគេងជាមួយបងហឺបងហឺខ្លួនក្រអូបហើយក៏ក្តៅទៀតគេងជាមួយគាត់ស្រួលបំផុត បងប្រុសអញពេលគេងមិនដែលនៅស្ងៀមទេបើគាត់ប្រែខ្លួនប្រយ័ត្នគាត់សង្កត់អញឲ្យសំប៉ែត មនុស្សធំខ្លួនបែបនោះបើគាត់ប្រែខ្លួនខ្ញុំមិនសំប៉ែតបាត់ទៅហើយទេ ព្រោះតែបែបនឹងហើយទៅម៉ែឲ្យមកគេងជាមួយម៉ែវិញវាសុខភាពជាងហើយម៉ែនឹងទុករបស់ឆ្ងាញ់ឲ្យកូនហូបទៀត មិនអីទេដើម្បីកុំឲ្យខ្លួនសំប៉ែតខ្ញុំសុខចិត្តត្រឹមបន្តិចក៏បាន ដើម្បីកិត្តិយសរបស់ស្វាមីខ្ញុំជាប្រពន្ធត្រូវតែក្រោកពីព្រលឹមរាល់ថ្ងៃតើនេះចង់ឲ្យខ្ញុំខ្លាចជាប្រពន្ធខ្ជិលមែនទេសំណាងហើយដែលម្ដាយក្មេករបស់ខ្ញុំជាមនុស្សយល់ដឹងច្រើនបើប៉ះតែម្ដាយក្មេកដែលដឹងឡើងវិញខ្ញុំច្បាស់ជាត្រូវបានគេដាក់ទស្សនៈថាជាប្រពន្ធខ្ជិលមិនខានអាហឺអញក្រោកហើយឆាប់ទៅហូបបាយទៅបងនៅកក់ក្ដៅនៅឡើយទេបន្តិចទៀតជាងមកដល់ហើយចាំម៉ែរាល់គ្នាមកអង្គុយសម្រាប់នៅលើកៅអីវែងនេះសិនទៅ នាងតូចតាផ្ទះនេះត្រូវជួសជុលបែបណាខ្លះត្រូវធ្វើនៅកន្លែងណាខ្លះប្រាប់មកពួកយើងនឹងចាប់ដើមធ្វើភ្លាម រឿងនេះចាំបន្តិចទៀតឲ្យប្រពន្ធរបស់អាចារ្យជាអ្នកប្រាប់ទៅអរគុណអ្នកទាំងអស់គ្នាទុកជាមុនហើយទីធ្លាផ្ទះយើងមិនបាច់កែប្រែអ្វីច្រើនទេសំខាន់គឺជួសជុលជញ្ជាំងដំបូលនិងកម្រាលផ្ទះឡើងវិញអ្វីដែលសំខាន់បំផុតគឺបន្ទប់ទឹកនេះនៅទីនេះត្រូវទុកកន្លែងសម្រាប់បន្ទោបងឲ្យបានស្រួលខាងក្រោមត្រូវកប់ទំពាំងឫស្សីដើម្បីងាយស្រួលក្នុងការបង្ហូរទឹកបង្គន់ទឹកកខ្វក់នឹងហូរតាមទំពាំងឫស្សីមួយទៀតទៅកាន់រណ្ដៅលាមកនៅក្រោយផ្ទះធ្វើបែបនេះគឺស្អាតនិងមានអនាម័យនៅក្បែរបន្ទប់ទឹកត្រូវធ្វើបន្ទប់តូចមួយទៀតសម្រាប់ងូតទឹកនៅខាងក្នុងត្រូវទុកកន្លែងសម្រាប់ដាក់ធុងឈើធំមួយធុងឈើនោះមិនបាច់ចោះរន្ធនៅខាងក្រោមទេគ្រាន់តែដកឆ្នុកឈើចេញគឺអាចបង្ហូរទឹកបានហើយពេលងូតទឹកមិនបាច់ដងទឹកស្រោចមួយធុងទៀតទេទំពាំងឫស្សីប្រើរបស់ដែលមាននៅក្នុងគុម្ពត្រូវចោះរន្ធរួចលាបប្រេងឲ្យជិតដើម្បីកុំឲ្យជ្រាបទឹកឧបករណ៍បំទឹកធ្វើពីឈើនិងថ្មទៅវាស្រួលប្រើ គំនិតប្រពន្ធរបស់អាចារ្យពិតជាអស្ចារ្យមែនបើធ្វើបែបនេះបន្ទប់ទឹកនឹងមិនមានក្លិនស្អុយទៀតទេការងូតទឹកក៏កាន់តែងាយស្រួលដែរពិតជាមិនដែលលីសោះត្រូវហើយបន្ទប់ទឹកបែបនេះប្រកាសជាប្រើស្រួលជាងមុនឆ្ងាយណាស់គំនិតរបស់នាងពិតជាល្អមែន អ្នករាល់គ្នាលើកសរសើរពេកហើយគ្រាន់តែដើម្បីឲ្យវាស្រួលប្រើប៉ុណ្ណោះរីឯការធ្វើផ្ទាល់គឺត្រូវពឹងលើបងទាំងអស់គ្នាហើយ ឥឡូវយើងបែងចែកការងារគ្នាទៅរស់រាន់ឡើងដើម្បីឲ្យឆាប់បានរួចរាល់ ពួកយើងមកអង្គុយទីនេះបន្តិចទៅចាំពួកគាត់ធ្វើការនៅខាងក្រៅរួចរាល់ចាំចេញទៅវាមិនសូវមានធូលីសំណាងហើយដែលផ្ទះយើងព្រមចំណាយលុយជួលជាងបើមិនអញ្ចឹងទេសៀវចាន់ច្បាស់ជាហត់នឿយមិនខាន ម៉ែពួកខ្ញុំទៅលក់អីវ៉ាន់សិនហើយ ដើរផ្លូវប្រយ័ត្នប្រយែងផងយកហូបអាហារទៅតាមផងពេលរសៀលខ្ញុំអាចដុតនំប៉័ងតូចខ្លះសម្រាប់ឲ្យគ្រួសារយើងហូបផងនិងទុកសម្រាប់យកទៅជូនគ្រួសារលូផងរឿងដុតនំប៉័ងទុកមួយឡែកសិនទៅផ្លែសាលីនៅក្នុងផ្ទះបាយគួរតែយកមកប្រើហើយអាកាសធាតុនៅតាមព្រំដែនស្ងួតខ្លាំងណាស់ហើយមានធូលីច្រើនទៀតពួកជាងត្រូវធ្វើការពេញមួយថ្ងៃឯងគួរតែដាំទឹកផ្លែសាលីខ្លះដើម្បីឲ្យពួកគាត់បានផឹកបំបត្តិការស្រេកទឹកនិងជួយឲ្យស្រួលបំពង់ម៉ែទឹកផ្លែសារីដាំឆ្អិនហើយឲ្យគ្រប់គ្នាសម្រាប់បន្តិចទៅហើយមកហូបទឹកម្នាក់មួយចានទៅឲ្យម៉ែទៅប្រាប់ពួកគាត់ឥឡូវនេះហើយគ្រប់គ្នាជប់សម្រាប់បន្តិចសិនមកហូបទឹកផ្លែសាលីសិនមក ទឹកផ្លែសាលីនេះពិតជាឆ្ងាញ់មែនផ្អែមត្រជាក់ស្រួលបំពង់ប៉ុណ្ណាអរគុណប្រពន្ធរបស់អាចារ្យហើយដែលខំរៀបចំឲ្យពួកយើង គុំនៅក្បែរពេកប្រយ័ត្នក្តៅ ឈ្ងុយណាស់នេះគឺនំប៉័ងរសជាតិទឹកដោះគោសាក់ហូបមើលទៅអរគុណបងខ្លាយឆ្ងាញ់ខ្លាំងណាស់នេះជាអ្វីដែលឆ្ងាញ់បំផុតដែលខ្ញុំធ្លាប់ហូបឯងទៅតែអាយុប៉ុន្មានចេះនិយាយថាឆ្ងាញ់បំផុតទៅហើយទៅថ្ងៃមុខនៅមានរបស់ឆ្ងាញ់ច្រើនទៀតណាស់នៅទីនេះនំប៉័ងដែលផ្អែមហើយទន់បែបនេះគឺជារបស់ដែលកម្ររកបានណាស់បានហើយមិនឲ្យឯងខ្វះទេណាខ្ញុំមិនខ្វល់នឹងឯងទេនៅក្នុងចិត្តកបងខ្លាយខ្ញុំគឺជាលេខ1ជានិច្ចមើលចុះសំបីតែហូអ៊ីងក៏គិតដូចខ្ញុំដែរខ្ញុំនឹងយកទៅឲ្យម៉ែសាក់ដែរទៅចុះ ម៉ែសាក់ហូបមួយមើលម៉ែឆ្ងាញ់ណាស់ម៉ែយកនំប៉័ងទាំងនេះទៅចែកឲ្យអ្នករាល់គ្នាផងទោះបីវាមិនសូវច្រើនតែវាជារបស់ប្លែកសម្រាប់ពួកគាត់ការចែករំលែកបន្តិចបន្តួចអាចជួយឲ្យគេស្រឡាញ់យើងច្រើនជាងមុនម្យ៉ាងទៀតគ្រួសារយើងក៏មានគេចាប់អារម្មណ៍ច្រើនដែរក្នុងភូមិយល់ហើយ